ធ្វើដំណើរទៅកាន់អាកាសយានដ្ឋានតេជោតាមរយៈការជិះឡានក្រុងនេះជាបទពិសោធន៍ថ្មីដែលខ្ញុំបានជិះឡានក្រុងពីរមូលគួយកណ្ដុងទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោប្ររយៈពេលជិត1ម៉ោងគឺ45នាទីបងប្អូនអ្នកគ្នាខ្ញុំលើកទឹកចិត្តបងប្អូនអ្នកគ្នាឲ្យប្រើប្រាស់សេវាកម្មសាធារណៈដូចជាការជិះឡានក្រុងនេះផងដែរគឺយើងចំណាយត្រឹមតែ 1,500 រៀលយើងទៅដល់អាកាសយានដ្ឋានអន្តរជាតិតេជោដែលមានចម្ងាយប្រមាណ27 គីឡូម៉ែត្រពីរមូលគួយកណ្ដុងហើយយើងនឹងមកដល់អាកាសយានដ្ឋានដោយសុវត្ថិភាពទីនេះដែរគឺយើងមកដល់ហើយមានភ្ញៀវទេសចរជាច្រើនក្នុងការបំពេញការជឿខុសហើរនីមួយៗទៅកាន់ប្រទេសផ្សេងៗនិងក្នុងតំបន់ហើយនេះគឺជាទស្សនវិជ្ជានៅខាងក្រៅដែលគេកំពុងតែឈរមើលថ្ងៃលិចនិងសកម្មភាពយន្តហោះចុះចតនិងហោះឡើងទៅកាន់ទីផ្សេងៗពិតជាសប្បាយរីករាយមែនទែនចំពោះការបង្កើតនៅវិទ្យាល័យថ្មីនេះ